បាទស្ដីនេះខ្ញុំមកចែកម្លែកជាមួយនឹងការដោះដូរហាឌីសកាមេរ៉ានេះជាហាឌីសរបស់កាមេរ៉ាដោយសារតែហាឌីសនឹងខូចចឹងណាចឹងខ្ញុំត្រូវការដោះដូរថ្មីហើយហាឌីសនេះខ្ញុំដាក់វាថ្មីហើយតែទៅទៅនឹងការដាក់វាយើងដោតជើងវាត្រូវខប់នេះខ្សែនេះហើយត្រូវជើងវាចាស់ទៅខ្សែនេះហើយនេះជាហាឌីសចាស់ហាឌីសចាស់អញ្ចឹងពីបន្ទាប់ពីយើងហាឌីសហើយយើងចូលទៅធ្វើកាមេរ៉ាយើងអញ្ចឹងចូលកន្លែង storage ហើយយើងចូលកន្លែង advanced ដោយសារតែមុននេះខ្ញុំបាននេះវាហើយហ្នឹងណាដោយសារតែមុននេះខ្ញុំបាន enable hard disk ហ្នឹងអញ្ចឹងវា load form មាន hard disk ថ្មីនឹងចូលអញ្ចឹងដើម្បី add hard disk ថ្មីនឹងចូលបានយើងចុចកន្លែងនេះយើងចុច tick កន្លែងហ្នឹងពីមកតោះមកយើងចុច enable តទៅពី enable វា save apply មកវាកំពុងតែដំណើរការបន្ទាប់ពី save apply ហើយយើងអាច playback បានហើយនេះគឺតើតទៅនឹងការ playback បានទីមួយយើងត្រូវមើលថ្ងៃខែនិងម៉ោងដើម្បីឲ្យវា record ឲ្យត្រូវម៉ោងយើងត្រូវមើលកន្លែងនេះយើងត្រូវដូរម៉ោងដូរថ្ងៃខែហើយនឹងម៉ោងឲ្យត្រូវជាមួយនឹងពេលវេលាត្រឹមត្រូវហើយនេះការ record នេះវាលោតសញ្ញាពណ៌បៃតងនេះដោយសារតែប្រហែលថ្ងៃមុនវាអត់ record ទេដោយសារតែ hard disk នឹងវាមានបញ្ហាអញ្ចឹងហើយថ្ងៃនេះខ្ញុំបាន add hard disk នេះហើយអញ្ចឹងវាចាប់ផ្ដើម record ឡើងវិញនៅថ្ងៃទី2អញ្ចឹងតើតនឹងការ record ដោយអាច playback បានមានតែប៉ុណ្្នឹងទេបើសិនជាបងប្អូនមានចម្ងល់ត្រង់កន្លែងណាមួយទៅនឹងកាមេរ៉ាខ្ញុំអាចចែកម្លែកបានខ្ញុំក៏អត់សូវយល់ច្បាស់ដែរប៉ុន្តែខ្ញុំអាចចែកម្លែកចំណេះដឹងដែរខ្ញុំចេះតិចតួចទៅនឹងកាមេរ៉ានេះបានដែលខ្ញុំធ្លាប់ជួបបទពិសោធន៍អញ្ចឹងមានតែប៉ុណ្្នឹងទេសូមអរគុណ